ហើយនេះគឺជាភាគ3ជាភាគចុងក្រោយអរគុណរឿងមួយទៀតគឺខ្ញុំបានសង្កេតឃើញបងប្រុសម្នាក់បាទគាត់នៅភ្នំសំពៅហួសភ្នំសំពៅបន្តិចទៅបាទហួសសាលាវិទ្យាល័យហ៊ុនសែនភ្នំសំពៅបន្តិចទៅយើងមានបឋមសិក្សាមួយនៅស្ដាំដៃបាទឃើញបងប្រុសម្នាក់ហ្នឹងគាត់ជាមនុស្សដែលថាមានវ័យរៀងជ្រេដែរថាជា30ឬក៏30ជាងខ្ញុំមិនដឹងអាយុប៉ុន្មានតែគាត់ជាមនុស្សដែលមានបញ្ហាជាមួយនឹងយើងនិយាយថាបញ្ហាផ្សេងប្រសាទឬក៏បញ្ហាផ្សេងផ្សេងហ្នឹងបានថាគាត់ខ្វាយយើងនិយាយស្រួលមិនអាក្រក់ស្ដាប់ណាបើថាគាត់មិនសូវជាគ្រប់អីយ៉ាងទៅបាទប៉ុន្តែគាត់ក៏ចូលរួមជួយសង្គមយើងគាត់ចូលរួមជួយសង្គមយើងទោះបីជាគាត់អញ្ចឹងក៏ដោយតែគាត់នៅតែមានទឹកចិត្តនៅក្រៅឬក៏បច្ចេកទេសកម្មភាពជួយសង្គមរបស់យើងណាជួយសង្គមបែបម៉េចគឺគាត់ពេលថ្ងៃត្រង់ឡើងដែលខ្ញុំជិះពីចេញពីរៀនទៅបាទមកបាន10 2 10អីតែទៅជួបគាត់រហូតនៅសាលាបឋមហ្នឹងគឺគាត់តែទៅជួយសម្រួលចរាចរណ៍ក្មេងៗសិស្សានុសិស្សឲ្យពួកគាត់ឆ្លងថ្នល់ដែលមានសុវត្ថិភាពណាបានន័យថាអាចថាកាយសម្បទាគាត់មិនល្អឬក៏សតិសម្បញ្ញៈមិនជានឹងថឹងដូចយើងអ្នកនេះប៉ុន្តែគាត់នៅតែធ្វើរឿងមួយដែលល្អមែនទេសម្រាប់សង្គមជាតិហើយគាត់សប្បាយចិត្តក្នុងការធ្វើហើយគាត់តែធ្វើពីរាល់ថ្ងៃ Yes គឺឃើញថាពីរឿងដែលខ្ញុំសង្កេតបានហើយខ្ញុំបានរៀនសូត្រហ្នឹងគឺវាល្អមែនទេហើយវាបង្ហាញឲ្យខ្ញុំឃើញណាបាទថាជីវិតរបស់យើងម្នាក់ៗត្រូវតែតស៊ូហើយកុំគិតខ្លីនៅក្នុងជីវិតរបស់យើងនេះត្រូវតែតស៊ូហើយទីមួយទៀតគឺយើងជាពិសេសយើងនៅវ័យក្មេងណាកុំចង់បានអីដែលងាយស្រួលព្រោះអ្នកមានបានគេអាចធ្វើបានដល់ពេលយើងអត់អញ្ចឹងយើងត្រូវតែដឹងច្បាស់ថាយើងអត់ហើយអញ្ចឹងយើងអាចធ្វើអីដែលបានមកងាយស្រួលអញ្ចឹងទេអូខេបាទអញ្ចឹងគឺត្រូវតែប្រឹងព្យាយាមបាទហើយមួយទៀតក្នុងនាមយើងជាមនុស្សម្នាក់ដែលនៅក្នុងសង្គមណាបាទអញ្ចឹងបើអាចព្យាយាមធ្វើខ្លួនឯងឲ្យមានតម្លៃធ្វើខ្លួនឯងឲ្យមានតម្លៃនៅក្នុងមជ្ឈដ្ឋានខ្លួនឯងនៅក្នុងសង្គមដែលខ្លួនឯងកំពុងតែអាស្រ័យផលឬក៏រស់នៅជុំគ្នាបន្តិចបាទដូចបងប្រុសមិញអញ្ចឹងបាទគាត់ដូចជាមិនអាចធ្វើការអីបានឬក៏មិនមានណាគេទទួលគាត់ធ្វើការអីប៉ុន្តែគាត់ក៏មិនទៅបោះបង់ដេកផ្ទះធ្វើជាបន្ទុកពុកម្ដាយឬក៏អាចថាជាបន្ទុកតិចតួចប៉ុន្តែគាត់នៅតែចេញនៅ activity មួយចំនួនជួយទៅដល់អ្នកស្រុកអ្នកភូមិជាពិសេសគឺក្មេងៗបាទនៅសាលាបឋមសិក្សាហ្នឹងបាទហើយមួយទៀតដរាបណាយើងនៅមានជីវិតណាបាទថាយើងចាស់ឬក៏ក្មេងទេមិននៅសំណងពរឲ្យគ្នាយើងក៏ដូចជាខ្លួនឯងខ្ញុំខ្លួនឯងហ្នឹងគឺត្រូវតែធ្វើល្អតែងតែធ្វើនៅរឿងល្អអំពើល្អព្រោះតែកាលណាយើងធ្វើល្អទៅផលតបស្នងទោះបីយើងចង់គឺវាច្បាស់ជារត់មករកយើងឯងអានេះជាអីដែលខ្ញុំបានរៀនពីការស្ដាប់ធម៌ណាបើយើងប្រឹងរៀនយើងច្បាស់ជាចេះបើយើងខំដើរច្បាស់ជាដល់បើយើងដាំស្វាយវាច្បាស់ជាបានស្វាយបើយើងដាំស្រូវយើងថែស្រូវហើយវាបានស្រូវអញ្ចឹងណាអញ្ចឹងគឺ yes ត្រូវតែធ្វើអំពើល្អហើយព្យាយាមធ្វើវាបានច្រើនហើយមួយទៀតគឺចេះឲ្យតម្លៃមនុស្សម្នាក់បាទន័យថាមនុស្សម្នាក់គាត់មានតម្លៃរៀងខ្លួនរបស់គាត់ខ្ញុំក៏មានតម្លៃអ្នកដែលកំពុងមើលនឹងក៏មានតម្លៃអ្នកផ្សេងគេមានតម្លៃរបស់គេដែរអញ្ចឹងគឺព្យាយាមមើលនៅចំណុចល្អរបស់គេឲ្យបានច្រើនជាងចំណុចអាក្រក់បាទឲ្យផ្ដល់តម្លៃឲ្យគេព្រោះតែកាលណាយើងផ្ដល់តម្លៃគេយើងគ្រប់គេ yes of course គេច្បាស់ជា respect មកយើងវិញបាទហើយដូចពាក្យខ្មែរមួយបាទពាក្យខ្មែរមួយដែលខ្ញុំបានធ្លាប់រៀនណាអ្នកគ្រូខ្មែរខ្ញុំបានប្រាប់វត្ថុអីក៏ដោយមនុស្សណាក៏ដោយគឺសិតតែមានតម្លៃសិតតែមានអត្ថប្រយោជន៍ផ្ទាល់ខ្លួនរៀងខ្លួនហេតុអីបានខ្ញុំហ៊ាននិយាយអញ្ចឹងគាត់បានលើកឧទាហរណ៍ស្ដាប់ណាបាទឈើល្អគេយកធ្វើផ្ទះធ្វើគ្រឿងសង្ហារិមចុះគ្នាយើងឬក៏ខ្លួនឯងគាត់និយាយជាមួយសិស្សឲ្យកូនចុះខ្លួនឯងទាំងអស់គ្នាគិតថាឈើពុកវាអត់ប្រយោជន៍អត់ចម្លើយគឺមួយឆ្លើយថាអត់ប្រយោជន៍ធ្វើអីមិនកើត no តែជាក់ស្ដែងគឺឈើល្អធ្វើផ្ទះធ្វើគ្រឿងសង្ហារិមដល់ពេលឈើពុកគេយកធ្វើអុសធ្វើអីផ្សេងហ្នឹងទៅនៅតែមានប្រយោជន៍របស់គេអញ្ចឹងដូចតែយើងមនុស្សម្នាទាំងអស់គ្នាអញ្ចឹងបាទមិនថាយើងស្មារតីល្អមិនល្អយើងពិការមិនពិការយើងក្មេងឬក៏យើងចាស់គឺសិតតែមានតម្លៃមានការងារដែលយើងអាចធ្វើបានទូទីដែលយើងអាចធ្វើបាន yes អញ្ចឹងយើងគិតពីវារកពីវាឲ្យរៀនធ្វើវាទៅហើយមួយទៀតគឺខ្ញុំចង់លើកទឹកចិត្តឲ្យទាំងអស់គ្នាមិនថាវ័យណាទេក្មេងក៏ដោយចាស់ក៏ដោយ
ពេលណាដែលយើងមានអារម្មណ៍ថា loss ពេលណាដែលយើងមានអារម្មណ៍ថាវែងអត់ដឹងថាខ្លួនឯងចង់បានអីធ្វើអីខ្ញុំសំណូមពរឲ្យខ្លួនឯងសំណូមពរឲ្យទាំងអស់គ្នាចាប់ផ្ដើមគិតធ្វើរឿងអីដែលល្អមិនថាជាប្រយោជន៍ដល់ខ្លួនឯងឬក៏ជាប្រយោជន៍ដល់សង្គមអត់បាច់គិតរឿងលុយកាក់ឯងបានន័យថាបានក៏ដោយមិនបានក៏ដោយលុយហ្នឹងទុកវាមួយឡែកសិនទៅអីសំខាន់គឺយើងធ្វើល្អអញ្ចឹងណាយើងអាចជួយសង្គមយើងអាចធ្វើសកម្មភាពផ្សេងៗជួយដល់សង្គមបើមិនជាយើងជាក្មេងស្ទាវយើងអត់មានការងារធ្វើអត់មានអីបាទ yes យើងអាចទៅវត្តមិនទៅនៅវត្តទៅសុំលោកទេណាលោកវិញខ្លះអត់ឲ្យយើងនៅទេដោយសារតែយើងអត់មនុស្សល្អអញ្ចឹងអីដែលយើងអាចធ្វើបានគឺអាសាទៅវត្តបោសសម្អាតវត្តជួយប្រសង់ស្រោចទឹកកាត់ស្មៅដកស្មៅផ្សេងចេះជួយព្រះអង្គទៅហើយយ៉ាក្រោយមកយើងអាចសុំព្រះអង្គនៅជាមួយបាទបម្រើព្រះអង្គទៅបាទអញ្ចឹងយើងក៏អាចមានជីវិតមួយដែលប្រសើរឡើងមកន័យថាយើងជួយអ្នកដទៃជួយសម្រួលធុរៈអ្នកដទៃព្រះអង្គរវល់យើងជួយទិញនេះទិញនោះធ្វើនេះធ្វើនោះព្រះអង្គទៅហើយ yes តែនៅជាមួយយូរព្រះអង្គជូនថវិកាជូនអីជាការចិញ្ចឹមជីវិតចំណាយវាទូទៅដែរអញ្ចឹងហ៎តែប៉ុន្តែវាមានវិធីសាស្ត្រវាមធ្យោបាយច្រើនមែនតើក្នុងការរស់នៅប្រើជីវិតរបស់យើងវាបានច្រើនមកថាយើងចង់បានជីវិតដែលធម្មតាសាមញ្ញលយឆាយហឺហាមានបានឬក៏មករស់ឬក៏អស្ចារ្យកប់ពពកនេះអានោះវាអាស្រ័យលើយើងអ្នកកំណត់ទេចាអូខេបាទអញ្ចឹងថ្ងៃហ្នឹងគឺមានប៉ុណ្ណឹងក្នុងការចែកម្លែកសម្រាប់ day 36ខ្ញុំមានអារម្មណ៍ថា day 36នេះគឺ special episode មែនទែនខ្ញុំរៀនបានច្រើនខ្ញុំយល់ដឹងបានច្រើនធ្វើខ្ញុំសប្បាយចិត្តជាងមុនបានច្រើនពេលខ្លះខ្ញុំធ្លាប់មានអារម្មណ៍ថាអូតិចរៀនចប់ទៅអត់ដឹងធ្វើអីបង្កើតឬក៏ទៅធ្វើអីទៅបរាជ័យជាប់អី no កន្លែងមកមើលខ្លួនឯងវិញមើលអ្នកដទៃយើងល្អជាងគេច្រើនយើងមានចំណេះដឹងមានអីទៀតហេតុអីបានទៅភ័យព្រួយខ្វល់រឿងអញ្ចឹងរៀនប្រឹងរៀនឲ្យល្អយកលទ្ធផលឲ្យល្អហើយពេលចប់យើងរៀវរងខ្លួនឯងទៅហើយ enjoy ជាមួយនឹងជីវិតនៃ journey មួយនេះចាមានប៉ុណ្ណឹង thank you guys for watching bye bye នៅទាំងអស់គ្នាយើងភាគ3យើងវែងតែតែដោយសារតែយើង include detail ក៏ដូចជា lesson learn ទាំងបានយើងបានរៀនសូត្រទាំងអស់ហ្នឹងហើយនឹងវិធីធ្វើវិនិច្ឆ័យចុងក្រោយ ESO វិនិច្ឆ័យបាទអញ្ចឹងសរុបមកយើងអីយើងបានរៀនសូត្រច្រើនណាអញ្ចឹងសង្ឃឹមថាយើងបានស្ដាប់និងបានទទួលដឹងចំណេះដឹងថ្មី Thank you guys for watching bye bye